ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើពងមាន់កូនស្ងោរទឹកដូងណាហើយមុននឹងយើងចាប់ផ្ដើមធ្វើយើងត្រូវការពងមាន់អញ្ចឹងពងមាន់ខ្ញុំបានកាន់កញ្ឆៃមួយដើរមកក្រោយផ្ទះដើម្បីហើពងមាន់មកសបុកយកទៅស្ងោរទឹកដូងញ៉ាំដោយសារថ្ងៃហ្នឹងឃ្លានពងមាន់ស្ងោរទឹកដូងមែនតែនហ្មងហើយក៏ចំណាយពងមាន់មកសបុកខ្ញុំមកធ្វើហ្មងឥឡូវហ្នឹងខ្ញុំមកធ្វើការបេះស្លឹកក្រូចហើយស្លឹកក្រូចហ្នឹងគឺក៏ដាំធម្មជាតិដូចគ្នាដាំយូរហើយនៅដើមធំហើយយើងយកស្លឹកក្រូចហ្នឹងដើម្បីយកមកស្ងោរមួយពងមាន់ដើម្បីវាកាត់បន្ថយឆ្អាបហើយធ្វើឲ្យពងមាន់កូនរបស់យើងហ្នឹងកាន់តែមានរសជាតិឆ្ងាញ់ហើយឈ្ងុយហើយបន្តមកទៀតយើងធ្វើការយកពងមាន់មកលាងដើម្បីឲ្យជំរះដីដែលមេមាន់ក្រាបទៅលើពងមាន់ហ្នឹងជំរះដីហើយនឹងលាមករបស់មាន់ណាយើងត្រូវការលាងសម្អាតឲ្យស្អាតទៅលាងសម្អាតឲ្យស្អាតយើងងាយស្រួលនៅក្នុងការញ៉ាំឲ្យវាស្ទើរមាត់កាលណាតែយើងធ្វើស្អាតទៅយើងក៏ងាយស្រួលញ៉ាំដែរហើយយើងបន្តលាងរហូតទៅនៅខេត្តនៅតាមជនបទអត់មានអីទេមានតែរបស់ចិញ្ចឹមខ្លួនឯងដាំខ្លួនឯងនឹងឯងបន្ទាប់មកយើងធ្វើការដាក់ពងមាន់ហ្នឹងយកមកស្ងោររយៈពេល1ម៉ោងអីចឹងណាស្ងោរមួយទឹកដូងហ្នឹងហើយយើងបង់គ្រឿងតិចតួចទៅដាក់ស្ករប៊ីចេងអំបិលហើយនឹងរ៉ូឌីបន្តិចទៅយើងលួចគ្រឿងតិចទៅតាមចំណង់ចំណូលចិត្តដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ពេលស្ងោរហើយពងមាន់ខ្ញុំមានយឺមកគ្រាប់ចឹងពេលស្ងោរទៅបែកគេឥឡូវមកស្ដាប់អ្នកញ៉ាំផ្ទាល់ហ្មងណា reaction មិនដែរ